យូរយារណាស់មកហើយនៅក្នុងព្រៃស្ងាត់មួយមានអាណានិគមស្រមោចដ៏ឧស្សាហ៍ព្យាយាមមួយរស់នៅរាល់ពេលថ្ងៃរះស្រមោចរាប់ពាន់ក្បាលបានចាក់ចេញពីជួរភ្នំស្រមោចរបស់វាជាជួរវែងដើម្បីស្វែងរកអាហារជីវិតមិនងាយស្រួលទេកំតិចអាហារនីមួយត្រូវតែស្វែងរកយកទៅផ្ទះនិងចែករំលែកជាមួយអាណានិគមទាំងមូលស្រមោចជឿលើច្បាប់សំខាន់មួយគ្មានស្រមោចណាធ្វើការតែម្នាក់ឯងទេយើងទទួលបានជោគជ័យជាមួយគ្នាច្បាប់នេះត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ស្រមោចវ័យក្មេងបានរៀនពីស្រមោចចាស់ថាកម្លាំងមិនមែនមកពីការធ្វើជាមនុស្សធំជាងគេនោះទេវាមកពីការធ្វើការជាមួយគ្នាជារៀងរាល់ថ្ងៃនាំមកនៅបញ្ហាប្រឈមថ្មីពេលខ្លះអាហារនៅជិតប៉ុន្តែជារឿយស្រមោចត្រូវធ្វើដំណើរចម្ងាយឆ្ងាយពួកវាឆ្លងកាត់ស្មៅខ្ពស់ដែលមើលទៅដូចជាព្រៃឈើឡើងលើថ្មដែលមើលទៅដូចជាភ្នំហើយជៀសវាងដោយប្រុងប្រយ័ត្ននៅភក់ដែលមើលទៅធំទូលាយដូចបឹងនៅតាមផ្លូវពួកវាបានមើលសត្វស្លាបសត្វពេញពីងនិងជីងចក់ដែលអាចគំរាមកំហែងដល់ពួកវានៅព្រឹករដូវក្តៅមួយស្រមោចកាយរឹកបានរកឃើញអ្វីដែលមិនធម្មតាពោលគឺសម្បកបង្គាដ៏ធំមួយដែលបន្សល់ទុកបន្ទាប់ពីអាហាររបស់សត្វមួយទៀតចំពោះស្រមោចតែមួយវាមិនអាចផ្លាស់ទីបានទេប៉ុន្តែចំពោះអាណានិគមវាជាប្រភពអាហារដ៏មានតម្លៃក្រុមកាយរឹកក៏ប្រញាប់ត្រឡប់ទៅទួលនោះវិញហើយប្រាប់អ្នកឯទៀតក្នុងរយៈពេលប្រមាណនាទីស្រមោចខ្មៅរាប់រយក្បាលបានដើរឆ្ពោះទៅរកសម្បកបង្គាអ្នកដឹកនាំពិនិត្យមើលវាហើយញញឹមនេះធ្ងន់ពេកសម្រាប់ស្រមោចមួយក្បាលប៉ុន្តែវាមិនធ្ងន់ពេកទេសម្រាប់យើងទាំងអស់គ្នាស្រមោចព័ទ្ធជុំវិញសម្បកខ្លះលើកពីក្រោមអ្នកផ្សេងទៀតបានរុញពីខាងក្រោយជាច្រើនទាញពីខាងមុខស្រមោចតូចបំផុតបានជំនះស្លឹកនិងមែកឈើចេញពីផ្លូវខណៈដែលស្រមោចខ្លាំងជាងជួយរក្សាលំនឹងសម្បកការធ្វើដំណើរទៅផ្ទះមានភាពយឺតយ៉ាវសែងបានជាប់គាំងរវាងថ្មខ្យល់បក់ខ្លាំងបានបក់មកទល់នឹងវាស្រមោចត្រូវឡើងភ្នំឆ្លងកាត់ដីភក់និងរុករកជុំវិញមែកឈើដែលដួលរលំពេលណាដែលពួកគេជួបនឹងឧបសគ្គលំបាកគ្មានអ្នកណាត្អូញត្អែឬបោះបង់ឡើយផ្ទុយទៅវិញពួកគេបានសួរគ្នាទៅវិញទៅមកថាតើយើងអាចដោះស្រាយបញ្ហានេះដោយរបៀបណាបន្តិចម្ដងសម្បកបង្គាបានរើទៅចិត្តទួលប៉ុន្មានម៉ោងក្រោយមកអាណានិគមបានស្វាគមន៍កម្មករដែលត្រឡប់មកវិញដោយក្តីរំភើបសម្បកបង្គាត្រូវបានចែករំលែកដោយស្មារតីក្នុងចំណោមអ្នករាល់គ្នាដោយធានាថាស្រមោចទាំងអស់មានអាហារគ្រប់គ្រាន់ព្រឹត្តិការណ៍នេះបានក្លាយជារឿងដ៏ល្បីល្បាញបំផុតរបស់អាណានិគមស្រមោចចាស់បានប្រាប់ដល់ស្រមោចវ័យក្មេងជារៀងរាល់ឆ្នាំដោយរំលឹកពួកគេថាសូម្បីតែបន្ទុកធ្ងន់បំផុតក៏ស្រាលជាងមុនដែរនៅពេលដែលមិត្តភក្តិជាច្រើនចែករំលែកការងារចាប់ពីពេលនោះមកស្រមោចខ្មៅក៏បន្តស្វែងរកអាហារជាមួយគ្នាមិនថាពួកគេបានរកឃើញគ្រាប់ពូជផ្លែឈើសត្វល្អិតឬសម្បកបង្គានោះទេពួកគេពឹងផ្អែកលើកិច្ចសហប្រតិបត្តិការអត់ធ្មត់និងការតាំងចិត្ត
រឿងរបស់ពួកគេបានក្លាយជានិមិត្តរូបនៃការរួបរวมពេញព្រៃសិលធម៌នៃរឿងការធ្វើការជាក្រុមធ្វើឲ្យកិច្ចការដ៏លំបាកអាចធ្វើទៅបានការខិតខំប្រឹងប្រែងតូចៗក្លាយជាមានឥទ្ធិពលនៅពេលដែលមនុស្សគ្រប់គ្នាចូលរួមចំណែកការចែករំលែកនិងកិច្ចសហប្រតិបត្តិការជួយសហគមន៍ទាំងមូលការតស៊ូនាំទៅរកភាពជោគជ័យសូម្បីតែពេលដំណើរវែងឆ្ងាយក៏ដោយ